ម៉ែបងប្អូនទស្សនាការបង្ហាញបាទរបស់ខ្ញុំបាទគូសារ៉ាន់ប្រភេទហ្នឹងគឺយើងជាប្រភេទសិនពូអស់ខនាតធុនកដាលបងប្អូនអានេះម៉ាស៊ីនយើងដាក់ម៉ាស៊ីនទៅជុះរបស់ជប៉ុន6សេះកន្លះប្រភេទហ្នឹង6សេះកន្លះធុនកដាលបងប្អូនហ្នឹងធុនកដាលធុនទូចបាទតែទូចប្រភេទប្រើម៉ាស៊ីនប្រភេទមួយទៀតគឺយើងប្រើម៉ូទ័រពេលនេះគឺយើងការបញ្ជាកាយគឺយើងចុចនៅខាងនេះបាទដូចមុខស្រាងមកឲ្យវាធំប្រភេទនេះយើងប្រើកាប់លុនយើងអត់ប្រើខ្សែពៀនទេគឺយើងប្រើកាប់លុនជួបអានឹងអត់ខាត់ខ្សែពៀនទេបាទបងប្អូនຂະຫນាតអាជីវកម្មបាទធុនកដាលបានប៉ុណ្ណឹងបើយើងពុះអស់ព្រៃពុះជាលក្ខណៈអស់តាមព្រៃអស់អីយើងប្រើអាធំជាងហ្នឹងយើងប្រើម៉ាស៊ីន8សេះហើយនឹង12សេះហើយនឹង25សេះក៏បាន25សេះຂະຫນាតធំបាទថតវិលមកជុំហ្នឹងបាទពុកម៉ែបងប្អូនតម្រូវការអាចទទួលបានបាទយើងប្រើកង់អញ្ចឹងក៏បានយើងប្រើផ្ទាល់ដីក៏បានបាទយើងប្រើសម្រាប់ពុកម៉ែបងប្អូនចង់អូសចល័តឆ្ងាយយើងប្រើកង់បើយើងនៅអូបពុះនៅក្នុងផ្ទះក្នុងអីអញ្ចឹងយើងប្រើជាលក្ខណៈផ្ទាល់ដីបាទពុកម៉ែបងប្អូនទស្សនាបាទនៃការពុះទាំងអស់គ្នាបាទขนาดអាជីវកម្មបាទបើយើងនិយាយទៅធុនកដាលប្រភេទអាជីវកម្មធុនកដាលបើយើងចង់បានធុនធំក៏មានបាទធុនធំក៏មានទូចក៏មានកដាលក៏មានអាទូចជាងហ្នឹងក៏មានដែរបាទបងប្អូនយើងចង់បានទូចសេរីតាមទូចចង់បានធំសេរីតាមធំប្រភេទហ្នឹងขนาดវា6ទឹកមាន6ទឹក5ទឹក4ទឹក1ម៉ែត្រកន្លះ1ម៉ែត្របាទចង់បានប្រភេទណាក៏មានដែរបាទតាមតម្រូវការបងប្អូនចង់កំងបាទខ្ញុំបាទនឹងធ្វើតាមហ្នឹងបាទពុកម៉ែបងប្អូនបាទសូមជួយចុចបាទ Subscribe ទាំងអស់គ្នាបាទវីដេអូក្រោយៗនឹងមានផ្លែកជាងហ្នឹងបាទខ្ញុំបាទអត់មានអីច្រើនទេបាទវីដេអូក្រោយៗនឹងមានផ្លែកជាងហ្នឹងបាទសូមអរគុណបាទពុកម៉ែបងប្អូនដែលធ្លាប់តាមຂະຫນាតកបិតហ្នឹងគឺយើងប្រើជាប្រភេទដៃថេបពុកម៉ែបងប្អូនយើងប្រើដៃថេបវាបើសិនជាវាសឹកវាហិលអីគឺយើងសលៀងបន្តិចទៅវាមុតវិញបាទមិនមែនសលៀងក្នុងដៃទេបងប្អូនគឺសលៀងក្នុងម៉ូទ័របាទมันងាយអស់ទេបាទមុខបាត់វាបាទងាយអស់ទេអានេះអស់ខ្នែងបាទអស់ខ្នែងហ្នឹងអ្នកដែលធ្លាប់ពុះអស់បាទគាត់យល់បាទប្រភេទអស់ខ្នែងហ្នឹងគឺពេទ្យអស់ស្វិតអស់ស្វិតបាទពេទ្យអស់ខ្នែងហ្នឹងអស់ស្វិតយើងពិបាកបាទយើងពិបាកពុះຂະຫນាតម៉ាស៊ីនយើងការ៉ង់ទីបាទមកល្មមបាទຂະຫນាតម៉ាស៊ីននេះយើងការ៉ង់ទីមកល្មមបាទអត់ជារោខ្លាំងអត់ជាអីបាទភេទហ្នឹងគឺយើងអត់ប្រើខ្សែពៀនទេយើងប្រើជាភេទកាត់លុនហ្នឹងដែរគឺវាអត់ចំណាយខ្សែពៀនអត់ខាត់ខ្សែពៀនអីទេគឺយើងប្រើភ្ជាប់តែម្ដងបាទខ្ញុំបាទសូមអរគុណពុកម៉ែបងប្អូនបាទ